នារីពិតចេះឈឺចាប់ប៉ុន្តែមិនបោះបង់ការតស៊ូនិងក្តីសង្ឃឹមភាពឈឺចាប់គឺជាផ្នែកមួយដែលមិនអាចជៀសផុតជាពិសេសសម្រាប់មនុស្សស្រីពួកគេអាចជួបប្រទះនឹងការឈឺចាប់ជាច្រើនមិនថាជាការខកចិត្តក្នុងរឿងស្នេហាការបរាជ័យក្នុងអាជីពការងារឬក៏បញ្ហាផ្សេងៗនៅក្នុងគ្រួសារនោះទេភាពឈឺចាប់ទាំងនេះអាចធ្វើឲ្យនារីខ្លះបាក់ទឹកចិត្តហើយបោះបង់ចោលក្តីសុបិនរបស់ខ្លួនប៉ុន្តែនារីពិតមិនមែនជាមនុស្សស្រីដែលងាយចោះចាញ់នឹងការឈឺចាប់នោះឡើយនារីពិតដឹងថាការឈឺចាប់មិនមែនជាទីបញ្ចប់នោះទេដូចនេះនាងមិនខ្លាចនឹងទទួលស្គាល់ថាខ្លួនកំពុងតែឈឺចាប់នោះទេពួកគេអនុញ្ញាតឲ្យខ្លួនឯងមានអារម្មណ៍ក្រៀមក្រំយំសោកតាមចិត្តហើយក៏ត្រូវការពេលវេលាដើម្បីព្យាបាលរបួសស្នាមផ្លូវចិត្តផងដែរពួកគេដឹងថាការលាក់បាំងភាពឈឺចាប់អាចធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរដូច្នេះពួកគេហ៊ានប្រឈមមុខនឹងវាហើយដោះស្រាយវាដោយសន្តិវិធីពួកគេមិនដែលបណ្ដោយឲ្យភាពឈឺចាប់គ្របដណ្ដប់លើជីវិតរបស់ខ្លួនជារៀងរហូតនោះទេជំនួសឲ្យការបាក់ទឹកចិត្តហើយបោះបង់ចោលក្តីសង្ឃឹមនារីពិតប្រកាសនឹងប្រែក្លាយភាពឈឺចាប់ឲ្យទៅជាកម្លាំងជំរុញទឹកចិត្តពួកគេនឹងក្រោកឈរឡើងហើយចាប់ផ្ដើមតស៊ូម្ដងទៀតពួកគេរៀនសូត្រពីកំហុសនិងបទពិសោធន៍ដែលខ្លួនបានជួបប្រទះដើម្បីក្លាយជាមនុស្សកាន់តែរឹងមាំជាងមុនពួកគេយល់យ៉ាងច្បាស់ថាផ្លូវទៅកាន់ភាពជោគជ័យមិនមែនជាផ្លូវដែលរាបស្មើស្អាតដូចក្រាលកៅស៊ូនោះទេដូច្នេះហើយទើបបើដួលប៉ុន្មានដងក៏ដោយក៏ពួកគេនៅតែបន្តដំណើរទៅមុខដែរអ្វីដែលសំខាន់បំផុតនារីពិតប្រាកដមិនដែលបោះបង់ចោលក្តីសង្ឃឹមនោះទេពួកគេជឿជាក់ថាថ្ងៃណាមួយអ្វីៗនឹងត្រឡប់មកដូចដើមហើយពួកគេនឹងរកឃើញសុភមង្គលសារជាថ្មីក្តីសង្ឃឹមប្រៀបដូចជាពន្លឺចែងចាំងដែលនាំផ្លូវពួកគេឲ្យជិះផុតពីភាពងងឹតពួកគេរក្សាក្តីសុបិននិងគោលដៅរបស់ខ្លួនជានិច្ចហើយនឹងខិតខំប្រឹងប្រែងដើម្បីសម្រេចវាឲ្យបានភាពជឿជាក់មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេតែវាជាផ្នែកមួយនៃដំណើរជីវិតនារីពិតគឺមិនមែនជាអ្នកដែលមិនដែលឈឺចាប់នោះទេតែជាអ្នកដែលចេះកែប្រែការឈឺចាប់ឲ្យទៅជាកម្លាំងមិនបោះបង់ការតស៊ូហើយបន្តឆ្ពោះទៅមុខដោយក្តីសង្ឃឹមដ៏មុតមាំសម្រាប់បងប្អូននារីដែលចង់បង្កើនចំណេះដឹងភាពវៃឆ្លាតហើយនិងភាពរឹងមាំសម្រាប់ខ្លួនសូមអានសៀវភៅរស់ជានារីរឹងមាំរបស់ Kristen Hardbook